តោះសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកunbox កាមេរ៉ា Insta360 ដោយមានគ្នាយើងសួរខ្ញុំណាថាថតវីដេអូបែបមិនចឹងដែលឃើញវាកោងហើយយើងអាចពវល់360 degree បានចឹងហើយខ្ញុំប្រើកាមេរ៉ានេះគឺ Insta360 X4 ទេហើយកាមេរ៉ាហ្នឹងគឺវាធន់នឹងយើងរៀបទឹកហើយយើងអាចប្រើវាបាននៅគ្រប់កាលៈទេសៈបានច្រើនវាងាយស្រួលនិយាយចំទៅវាងាយស្រួលយើងប្រើប្រាស់វាហើយកាមេរ៉ានេះដែរវាមានតម្លៃ400ជាងជាមួយនឹង accessory វាហើយជាមួយនឹង stand វាជាមួយនឹងmemory វាអីចឹងទៅវាចូល500ជាងអីដែរបងប្អូនដោយឃើញថាតម្លៃនេះវាថ្លៃគួរសមដែរបងប្អូនហើយវាក៏មានអត្ថប្រយោជន៍ក៏ដូចជាគុណសម្បត្តិហើយនិងគុណវិបត្តិដែរនៅក្នុងកាមេរ៉ានេះហើយថ្ងៃនេះខ្ញុំនឹងមកនិយាយត្រួសអំពីកាមេរ៉ានឹងទាំងអស់គ្នាតោះបងប្អូនឥឡូវនេះយើងមកស្ដាប់អំពីខ្ញុំចែករំលែកដែលខ្ញុំធ្លាប់បានប្រើវាមួយឆ្នាំហើយកាមេរ៉ានេះដែលបងប្អូនមើលជាបទពិសោធន៍មុននឹងការសម្រេចចិត្តក្នុងការទិញកាមេរ៉ានេះយកទៅប្រើណាហើយតាមបទពិសោធន៍ខ្ញុំប្រើកាមេរ៉ានេះគឺខ្ញុំនិយាយឲ្យខ្ញុំបានដឹងណាខ្ញុំនិយាយពីគុណសម្បត្តិរបស់វាគុណសម្បត្តិរបស់វាគឺយើងអាចប្រើបានរាប់ម៉ោងតាំងពីព្រឹកដល់ល្ងាចគឺខ្ញុំស្រឡាញ់វាគឺអត់ចេះក្តៅទេថតមិនថាថត 4K ឬក៏ថត 8K ទេដែល X4 នេះវា support ដល់ 8K បងប្អូនប៉ុន្តែ 8K ហ្នឹងវាបានតែ30 frame វាបាន60 frame បើបាន60 frame ល្អហើយមួយទៀតដែរយើងអាចថតពវល់វាដល់យើងមិនបាច់ចាំចាប់ប្លង់ទេក៏យើងទាញមកយើង record ទៅគឺយើងមកសេរីតាមក្រោយនៅក្នុងទូរស័ព្ទដៃឬក៏កុំព្យូទ័រអញ្ចឹងបងប្អូនហើយបើនិយាយអំពីអត្ថប្រយោជន៍វាមួយទៀតគឺថ្មវាយើងអាចដោះចេញមកសាកក៏បានឬក៏យើងអាចសាកយើងប្រើខ្សែសាកវានោះបងប្អូនខ្សែសាកហ្នឹងគឺលឿនណាលឿនហ្មងខ្សែសាកវាហ្នឹងយើងអាចសាកជាមួយ power bank ក៏បានដែរបងប្អូនស្រួលអញ្ចឹងណាហើយចំពោះគុណវិបត្តិវាវិញបងប្អូនប្រើថ្នមជាងកែវទៀតថ្នមជាងកែវទៀតណាយើងបារម្ភតែរុះទៅគឺចប់ហើយឡែនវាហ្នឹងឡែនវាមានដូចបងប្អូនប៉ុន្តែតារុះគឺយើងមានអារម្មណ៍ថាវានិយាយរួមទៅវាបានតែប្រភេទon road ណាយើងយកបុកព្រៃ off road គឺពិបាកនឹងបុកព្រៃហើយនេះដែរនេះបងប្អូនគឺយើងអាចភ្ជាប់ជាមួយ stand ហ្នឹងដល់យើងភ្ជាប់ជាមួយ stand ហ្នឹងទៅវាពេលយើងថតណាវា remove stand ហ្នឹងអូតូតែវាអត់ឃើញ stand ទេបងប្អូនកាមេរ៉ាហ្នឹងហើយមួយទៀតដែរវា 4K និយាយទៅដូចសម្រាប់ខ្ញុំអត់ពេញចិត្តនឹង quality វាបងប្អូន 4K វាអូយណយហើយអត់ទេគុណភាពចប់ហើយមួយទៀត live mode អត់មានទេ live mode សម្រាប់ថតពេលយប់អត់មានទេបងប្អូនថតពេលយប់មុននឹងទិញមើលបើសិនបងប្អូនទិញកាមេរ៉ាថតពេលយប់ចប់ហើយវាអត់ស្អាតវាអត់ច្បាស់ហ្មងនិយាយទៅអានេះបបពិសោធន៍ខ្ញុំធ្លាប់ទិញតែបើ X5 ឥឡូវចេញ X5 បើ X5 មាន live mode ជួយថតពេលយប់បានក៏ប៉ុន្តែ live mode យ៉ាងណាក៏ដោយគឺគុណភាពចាញ់នឹងទូរស័ព្ទនិយាយទៅទូរស័ព្ទយើងនិយាយ iPhone XR ចាញ់នឹង XR ហ្នឹងទៀតនិយាយទៅមិនបាច់ចាំនិយាយ iPhone ទំនើបឥឡូវណាចាញ់នឹង XR iPhone 10 11ទៀត quality វាហើយគាត់ថាវាស្រួលមួយយ៉ាងកាន់ stand ទៅណាជិះម៉ូតូថតទៅហ្នឹងហើយវា remove យើងវល់បានឯងស្រួលថងហ្នឹងហើយ quality វាចប់ហើយ
stand នេះដែរគឺគេមានប្រវែងវាបងប្អូនប្រវែងវាមាន1ម៉ែត្រ2ម៉ែត្រអីចឹងទៅ3ម៉ែត្រហើយតម្លៃតាមនឹងចឹងណាបងប្អូននេះខ្ញុំបកសបកប្រអប់ឲ្យមើលអា stand វាហ្នឹងបងប្អូនហើយចំពោះ memory វាយើងអាចថតហើយយើងអាចដោះ memory យកមក copy ដាក់ computer ក៏បានឬក៏យើងខ្ជិលដោះឡើងដោះចុះយើងគ្រាន់តែដោតអាខ្សែ Type C វាហ្នឹងចូលមក computer ទៅយើងអាច copy មកបានហើយមិនបាច់ហត់ដោះ memory ដោះថ្មអីបងប្អូនហើយនេះដែរគឺខ្លីៗទេបងប្អូនខ្ញុំថតអំពីការ unbox កាមេរ៉ានឹងឲ្យបងប្អូនមើលខ្លីៗទេហើយខ្ញុំប្រាប់ថាខ្ញុំប្រើកាមេរ៉ាហ្នឹងខ្ញុំថតធ្វើជាយើងអាចទាញវិលឆ្វេងស្ដាំមូលអីគឺកាមេរ៉ាហ្នឹងឯងបងប្អូនតែមានគ្នាយើងសួរណាហើយវីដេអូយើងគឺដល់ចប់ហើយអញ្ចឹងអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយទេបងប្អូនដើម្បីឲ្យខ្ញុំឆាប់គ្រប់បានរលុយរអីនិយាយចំហ្មងគឺឲ្យវាឆាប់បានរលុយបើយើងអត់គ្រប់ Sub ទេរលុយអត់បានទេបងប្អូនតោះអរគុណបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀត